កាលនោះនៅកណ្ដាលផ្ទៃសាលារៀនពោពេញដោយពន្លឺថ្ងៃមានបេះដូងក្មេងពីរដួងបានស្វែងរកឃើញគ្នាស្នេហារបស់សិស្សសុទ្ធសាធអន់ខ្ចង់នឹងជាក្តាំងថាត្រឹមតែស្រឡាញ់គ្នាក៏អាចដើរទៅដល់ចុងផ្លូវជីវិតបានពេលឡើងសាកលវិទ្យាល័យហើយបញ្ចប់ការសិក្សាជីវិតចាប់ផ្ដើមផ្លាស់ប្ដូរក្តីសង្ឃឹមធំឡើងប៉ុន្តែកាបូបប្រាក់របស់ក្មេងប្រុសនៅតូចតែដដែលគ្រួសារក្មេងស្រីចង់ឲ្យនាងមានអនាគតអភិវឌ្ឍល្អប្រសើរខណៈក្មេងប្រុសមានតែបេះដូងស្មោះនិងដៃទេមួយគូការឆ្លោះការគិតពេកនិងសម្ពាធមើលមិនឃើញបានបណ្ដាលឲ្យពួកគេចាប់ផ្ដើមឆ្កាងចេញពីគ្នាក្មេងស្រីយំក្មេងប្រុសក៏យំពួកគេនៅស្រឡាញ់គ្នាដែរប៉ុន្តែជីវិតមិនព្រមឲ្យពួកគេនៅជាមួយគ្នាទៀតរហូតមកដល់យប់ភ្លៀងត្រជាក់មួយពួកគេបានជួបគ្នានៅមាត់បឹងដែលធ្លាប់សន្យាកន្លែងដែលពេលរៀនថ្នាក់ទី12ក៏បានឲ្យសញ្ញាទៅវិញទៅមកថាបើបាននឹងរៀបការជាមួយគ្នាពេលធំក្មេងប្រុសនិយាយដោយសំឡេងរអ៊ូទាំក្មេងស្រីឆ្លើយតបដោយដៃធ្វើស្រាំអើពួកគេចាប់ដៃគ្នាជាលើកចុងក្រោយគ្មានការងំរាមគ្មានការកំហឹងមានតែបេះដូងពីរដួងដែលអស់សង្ឃឹមកាន់កាប់ស្នេហាដែលធ្លាប់ស្រស់ស្អាតបំផុតមនុស្សបានស្ដាប់តែសំឡេងទឹកធ្លាក់ធំមួយហើយមាត់បឹងវិលត្រឡប់ទៅស្ងប់ចុះវិញព្រឹកថ្ងៃបន្ទាប់ពេលឃើញស្បែកជើងពីរនៅលើឆ្នេរឪពុកម្ដាយទាំងពីរផ្លោះជើងក្រោមទឹកភ្នែកហូរដោយការអស់សង្ឃឹមពួកគេយំមិនមែនតែសម្រាប់បាត់បង់កូនទេប៉ុន្តែពួកគេចាប់បានយល់ពេលយឺតពេកថាស្នេហាក្មេងទាំងពីរនោះត្រូវបានការពារមិនមែនត្រូវទុកឲ្យត្រូវការសម្ពាធជ្រុលបន់ដល់ចំណុចគ្មានចេញរឿងនេះបញ្ចប់ដោយការបាត់បង់ជីវិតពីរនាក់ប៉ុន្តែទុកឲ្យសល់មេរៀនឈឺចាប់ម្ដងការក្រីក្រមិនមែនជាអ្វីសម្រាប់ស្នេហាទេប៉ុន្តែទុកសង្ឃឹមលើសលប់និងសម្ពាធមើលមិនឃើញបានជាឥទ្ធិពលឲ្យមនុស្សរៀងរាល់គ្នាឆ្កាងចេញពីគ្នានិងនៅចុងក្រោយអ្វីដែលឪពុកម្ដាយទាំងពីរចង់បានបំផុតគ្រាន់តែពួកគេចង់អោបកូនរបស់ខ្លួនម្ដងទៀតប៉ុណ្ណោះ